ចាជំរាបសួរបងប្អូនថ្ងៃនេះរៀបចំធ្វើម្ហូបទៀតហើយនេះថ្ងៃនេះធ្វើម្ហូបធ្វើឡាសាញបែបប្រាំងម្ហូបប្រាំងណាចាឡាសាញបងប្អូននេះខ្ញុំដាក់ប្រេងអូលីវឆាជាមួយខ្ទឹមក្រហមអញ្ចឹងខ្ញុំអត់ប្រើខ្ទឹមសទេចាំខ្ទឹមក្រហមដាក់លីងអញ្ចឹងណាចាហើយក៏ចាក់សាច់គោកិនចាយកមកឆាត្រឡប់ចុះឡើងដាក់ជាគ្រឿងក្រៅដូចថាម្សៅស៊ុបមាន់អំបិលបន្តិចទៅចឹងណាស្ករបន្តិចរបៀបចឹងអត់ដាក់ច្រើនទេរបៀបថាស្រាលបងប្អូនម្ហូបនេះចាឆាសាច់គោនឹងហើយខ្ញុំដាក់គ្រឿងក្រៅឲ្យសពសិនហើយត្រឡប់ចុះឡើងអញ្ចឹងណាចាហើយក៏ដាក់ពេញប៉ោះទឹកពេញប៉ោះកំប៉ុងយើងសម្រាប់ធ្វើម្ហូបហ្នឹងចាអានេះយើងទឹកពេញប៉ោះកំប៉ុងនេះយើងសម្រាប់ធ្វើស្ប៉ាហ្គេទីក៏បានឡាសាញហ្នឹងក៏បានឡាសាញខ្ញុំខ្ជិលដាក់ពេញប៉ោះស្រស់យើងចង់ដាក់ក៏បានហាន់ពេញប៉ោះមួយទៅយើងច្រាមដុំហាន់ទុយទៅដាក់ទៅក៏ល្អដែរនឹងល្អមើលมันល្អឆ្ងាញ់ឯងគ្រាន់ល្អមើលស្អាតចឹងណាតែខ្ញុំខ្ជិលដាក់ប្រើពេញប៉ោះកំប៉ុងចាសាច់នេះខ្ញុំឆារៀបគោកប៉ុណ្ណឹងហើយក៏រៀបចំធ្វើទឹកសោះចាដំបូងឡើយខ្ញុំដាក់ប៊ឺប្រេងឆាបន្តិចព្រោះយើងដាក់ប៊ឺទៅខ្លាចខ្លោចបាតណាអញ្ចឹងដាក់ប្រេងឆាបន្តិចហើយចាក់ប៊ឺចូលភ្លើងអត់ប្រើខ្លាំងទេភ្លើងល្មមតែបន្តិចចាដាក់ប្រេងឆាចូលហើយកូប៊ឺជាមួយប្រេងឆាហ្នឹងកូដាក់ភ្លើងតិចអញ្ចឹងហើយឲ្យលាយប៊ឺចូលចាហើយក៏ចាក់ទឹកដោះគោស្រស់ចាចាក់ដោះគោស្រស់ចូលតិចហើយដាក់ម្សៅមីចូលដើម្បីកូរជាមួយទឹកដោះគោស្រស់ជាមួយប៊ឺអីហ្នឹងឲ្យវាខាប់ចាកូរឲ្យសព្វហើយភ្លើងក៏ដាក់តិចដែរចាហើយក៏ដាក់ទឹកដោះគោស្រស់ចាក់ថែមព្រោះហ្នឹងធ្វើទឹកហ្នឹងយើងធ្វើច្រើនអញ្ចឹងណាចាទឹកដោះគោនេះខ្ញុំចាក់ឡើងមកប្រអប់ហើយគ្រាន់ថាខ្ញុំធ្វើលើកនេះឡាសាញធ្វើលើកនេះទឹកនេះធ្វើអត់បានខាប់ទេបងប្អូនស្ទើរខាប់តាមពិតធ្វើរៀងខាប់អញ្ចឹងទៅបើដល់ពេលជ្រុលអញ្ចឹងទៅខ្ញុំក៏ខ្ជិលទៅនេះអានេះតតែខាប់នេះខាប់ជាងហ្នឹងខាប់ណាចាទឹកសោះនឹងចាក់មកវែកចូលខ្ញុំរៀបប្រទះអានេះបែបយើងស្ប៉ៃកាទីដែរណាអាប្រទះហ្នឹងចាយើងរៀបចឹងហើយយើងដាក់សាច់គោឆាដាក់មួយជាន់ចឹងណាចាហើយក៏ចាក់ទឹកសោះនេះថែមពីលើទៀតចឹងរៀបមួយជាន់ចឹងរួចចាម្ហូបនេះធ្វើបែបប្រាំងធ្វើសិតតែគ្រឿងពិសេសទឹកដោះគោស្រស់ហ្នឹងក៏បោះប្រាំងដែរចាព្រោះខ្ញុំញ៉ាំរាល់ថ្ងៃហ្នឹងចាហើយសាច់គោទឹកពេញប៉ោះប៊ឺជាមួយនឹងចឹងនិយាយថាទឹកមិញហ្នឹងប៊ឺមិញហ្នឹងគោហ្នឹងខ្ញុំប្រើអំបិលដែរអំបិលហើយស្ករម្ចាប់ហើយម្រេចចាម្សៅស៊ុបមាន់តិចមកឡែមមកឡំណាបងប្អូនខ្ញុំប្រើម្ហូបហ្នឹងអត់ប្រើមុតទេចាហើយក៏ដាក់ស៊ុបទឹកសោះពីលើថែមឲ្យអស់ណាពូចាននេះរៀបបានតែប៉ុណ្ណឹងក៏រៀបប៉ុណ្ណឹងទៅហើយចុងក្រោយក៏ប្រើឈីសចូលចារួយឈីសនឹងរួយឡើងអស់មកកញ្ចប់ដាក់ឈីសច្រើនឆ្ងាញ់ចា
រួចរាល់ចឹងទៅលើកយកទៅចូលដាក់ដុតនេះឆ្អិនហើយបងប្អូននេះញ៉េដុតឆ្អិនហើយមួយផ្លែតទេអស់មួយចានចាអស់ឡើងលីងរសជាតិឆ្ងាញ់ណាល្មមមិនប្រៃមិនអីទេព្រោះហ្នឹងធ្វើអាហ្នឹងញ៉ាំគេធ្វើបែបស្រាគេអត់ធ្វើមុតទេអត់ធ្វើដុតទេរបៀបថាស្រាលចាបងប្អូននេះខ្ញុំធ្វើនេះនេះឈីច្រើនណាបងប្អូនហើយឆ្ងាញ់អាហ្នឹងញ៉ាំក្តៅហើយគេញ៉ាំជាមួយសាឡាត់ក៏ឆ្ងាញ់ដែរតែអត់បានធ្វើសាឡាត់ណាចាគេកាត់មកដុំមកដាក់មួយសាឡាត់ចារួចរាល់ហើយចាសូមអរគុណបងប្អូនដែលតាមដានមើលខ្ញុំធ្វើម្ហូបរាល់ពេលនេះ